125 សង់ទីម៉ែត្រ 125 សង់ទីម៉ែត្រនិងប្រើបន្ទះឈើប្រវែងម៉ាន 312 សង់ទីម៉ែត្រ 312 សង់ទីម៉ែត្រក៏តើឈើច្រត់252សម្រាប់ប្រើបន្ទះដែកអស់ប៉ុន្មានម៉ែត្រចឹងគេថាមួយសម្រាប់ប្រើបន្ទះដែកអស់ម៉ាន 125 សង់ទីម៉ែត្រ 125 សង់ទីម៉ែត្រជាយើងមើលមួយសម្រាប់សនសម្រាប់មួយសម្រាប់ប្រើបន្ទះដែកអស់ម៉ាន 125 សង់ទីម៉ែត្រ 125 សង់ទីម៉ែត្រចុះម៉ានសម្រាប់ 252 សម្រាប់ 252សម្រាប់ប្រើបន្ទះដែកអស់ប៉ុន្មានសង់ទី ម៉ែត្រ ម៉ែត្រចឹងយើងត្រូវធ្វើម៉េច យើងត្រូវយក252សម្រាប់គុណនឹង125 សង់ទីម៉ែត្រ ត្រឹមត្រូវយើងត្រូវយក252សម្រាប់គុណនឹង125សង់ទីម៉ែត្រហើយយើងគុណមក252គុណនឹង100 7 ដង 10សិលិសនត្រទៅ1 5 ម្ដង 5 ដង 25 25ពុក1 26 សិលិ6ត្រទៅ2 5 2 ដង 10 10ពុក2 12 12 2 2ដង 4 4 2 5 ដង 10សិលិសនត្រទៅ1 1 2 ដង 4 4ពុក1 5 5 1 2ដង 2 2 1 5ដង 5 5 1 2ដង 2 2ក៏មានអីបង លាក់ លាក់6ពុក4 10 10 សិលិសនត្រទៅ 1 1 2ពុក1 3 3ពុក2 5 5 1ពុក5 6 6ពុក5 11 11សិលិ1ត្រទៅ 1 1 2ពុក1 3 3ឃើញ 3000 1ឃើញ 31500សង់ទីម៉ែត្រប៉ុន្តែគេសួរជាអី សួរជាម៉ែត្រ សួរជាម៉ែត្រចឹងដើម្បីបដូរពីសង់ទីម៉ែត្រទៅជាម៉ែត្រយើងត្រូវធ្វើម៉េច យើងត្រូវចែកនឹង100 យើងត្រូវចែកនឹង100ចឹងចែកនឹង100សូម2កាត់សូម2ដែរមកស្មើមែន ស្មើ315ម៉ែត្រ ស្មើ315ម៉ែត្រតើបន្ទះឈើអស់ប៉ុន្មានម៉ែត្រចឹងបន្ទះឈើអស់ប៉ុន្មានម៉ែត្របើមួយសម្រាប់ប្រើបន្ទះឈើអស់ប៉ុន្មាន 312 312សង់ទីម៉ែត្រចឹងចុះបើ252សម្រាប់ប្រើបន្ទះឈើអស់ប៉ុន្មានគឺយើងត្រូវធ្វើម៉េច យើងត្រូវយក312គុណនឹង252 យើងត្រូវយក312គុណនឹង252ពី2ដង 4 4 2ម្ដង 2 2 3ដង 6 6 5 2ដង 10 10សិលិសនត្រទៅ 1 1 5ម្ដង 5 5 5ពុក1 6 6 5 3ដង 15 15យើងគុណនឹង2ដែរគឺយើងយកលើមក4 2 6បូកមកបូកមានអីបង លាក់ ទម្លាក់2បូក0 2 2 6បូក6 12 12បូក4 16 16សិល6ត្រូវទៅ1 5បូក1 6 5 1បូក2 8 8 1បូក6 7 ចឹងឃើញ7មក86,624សង់ទីម៉ែត្រតមកគេសួរជាអី សួរជាម៉ែត្រ សួរជាម៉ែត្រចឹងសួរជាម៉ែត្រយើងចែកនឹង 100 100 1 2 ចឹងស្មើមែន ស្មើ786.24ម៉ែត្រ ស្មើ786.24ម៉ែត្រតើយើងចូលខតើឈើច្រាច់375សម្រាប់ប្រើបន្ទះដែកអស់ប៉ុន្មានម៉ែត្រចឹងគេថាមួយសម្រាប់ប្រើបន្ទះដែកអស់ប៉ុន្មាន 125សង់ទីម៉ែត្រ
ចុះ375សម្រាប់ប្រើបន្ទះដែកអស់ម៉ែចឹងយើងត្រូវធ្វើម៉េច យើងត្រូវយក125សង់ទីម៉ែត្រគុណនឹង375សង់ តោះយើងត្រូវយក375សម្រាប់គុណនឹង125សង់ទីម៉ែត្រ5ដង 25 ទៅលេខ5ត្រាទៅ 2 2 5 7ដង 35 35បូក2 37 ទៅលេខ7ត្រាទៅ 3 3 5 3ដង 15 15បូក3 18 18 2 5ដង 10ទៅលេខ0ត្រាទៅ 1 1 2 7ដង 14 14បូក1 15 15ទៅលេខ5ត្រាទៅ 1 1 2 3ដង 6 6បូក1 7 7 1 5ដង 5 5 1 7ដង 7 7 1 3ដង 3 3 5មានអីបង លាក់ លាក់7បូក0 7 7 8បូក5 13 13បូក5 18 ទៅលេខ8ត្រាទៅ 1 1 1បូក1 2 2 2បូក7 9 9បូក7 16 16ទៅលេខ6ត្រាទៅ 1 1 3បូក1 4 ស្មើនឹង46875 សង់ទីម៉ែត្រ សង់ទីម៉ែត្របន្តមកគេសួរជាអី ជាម៉ែត្រ សួរជាម៉ែត្រចឹងយើងចែកនឹង1 100 1 2 ចឹងស្មើម៉ែត្រ ស្មើ468.75ម៉ែត្រ 468.75ម៉ែត្រនិងអន្ទះឈើអស់ប៉ុណ្ណាម៉ែត្រចឹងមួយសម្រាប់ប្រើម៉ែត្រ 312សង់ទីម៉ែត្រ ចឹងយើងបាន375គុណនឹង312សង់ទីម៉ែត្រពី5ដង 10 10ទៅនឹង0ត្រឹមទុក 1 1 2 7ដង 14 14បូក1 15 ទៅលេខ5ត្រឹមទុក 1 ទៅពី3ដង 6 6បូក1 7 7 1 5ដង 5 5 1 7ដង 7 7បូក3ដង 3 3 5ដង 15 ទៅលេខ5ត្រឹមទុក 1 1 3 7ដង 21 តែ1បូក1 22 22ទៅលេខ2ត្រឹមទុក 2 2 3ដង 9 9បូក2 11 សូមមានអីបូក ទម្លាក់ 5បូក5 10 10ទៅលេខ0ត្រាស់ទុក 1 1 7បូក1 8 8បូក7 15 15បូក5 20 ទៅលេខ0ត្រាស់ទុក 2 2 3បូក2 5 5បូក2 7 7មួយមានអីបូក ទម្លាក់ លាក់មួយមានអីបូក ទម្លាក់ លាក់ស្មើមែន ស្មើ1សែន17000សង់ទីម៉ែត្រ ស្មើដល់17000សង់ទី ម៉ែត្រ ម៉ែត្រឬ17000សង់ទី ម៉ែត្រ ម៉ែត្រហើយគេសួរជាអី សួរជាម៉ែត្រ សួរជាម៉ែត្រចឹងចែកនៅ1 100 កាត់02ស្មើមែន ស្មើ1170ម៉ែត្រ ស្មើ1170ម៉ែត្រតោះចាពីខលឡើងធ្វើតងខពីណាតាំងប្រមាណវិធីរបៀបឆ្លើយក៏រកប្រវាយបន្ទះដៃដែលគេប្រើ252សម្រាប់យក252គុណ125ស្មើ315ម៉ែត្ររកប្រវែងបន្ទះឈើដែលគេប្រើ252សម្រាប់យក312គុណ252ស្មើ786.24ម៉ែត្រខរកប្រវែងបន្ទះដៃដែលគេប្រើ375សម្រាប់យក375គុណ125ស្មើ468.75ម៉ែត្ររកប្រវែងបន្ទះឈើដែលគេប្រើ375សម្រាប់យក375គុណ312ស្មើ1170ម៉ែត្រ